ខ្ញុំបានរំកិលធ្មចេញពីពស់ថ្លាន់យក្សគាត់ត្រូវបានសង្គ្រោះពស់ថ្លាន់យក្សដើម្បីសងបំណុលនៃការដឹងគុណគាត់បានបញ្ចេញពន្លឺពណ៌មាសមួយដែលហោះចូលមកក្នុងខ្លួនខ្ញុំចាប់ពីពេលនោះមកខ្ញុំមានសមត្ថភាពធ្វើឲ្យពាក្យសម្ដីរបស់ខ្ញុំคล้ายជាការពិតសូម្បីតែប្រយោគមួយឃ្លាក៏អាចនាំមនុស្សម្នាក់ឲ្យរស់ឡើងវិញពីស្លាប់បានដែរដើម្បីកុំឲ្យឪពុកម្ដាយរបស់គាត់ដឹងបន្ទាប់មកខ្ញុំធ្វើពុតជាស្ងាត់គាត់មិនដែលនិយាយម្ដងទៀតទេហើយខ្ញុំក៏មិនអាចនិយាយបានដែរគាត់នៅតែមិនទាន់រៀបការនៅអាយុ20ឆ្នាំនៅថ្ងៃនេះអ្នកគូបកុំម្នាក់បានមកដល់មាត់ទ្វារខ្ញុំបានប្រាប់ពួកគេអំពីកូនប្រុសទី2របស់បុរសមានបំផុតនៅក្នុងទីក្រុងដែលជិតស្លាប់តារាងកំណត់ដែលឆក់គ្នាយកកាតធនាគារមួយដែលមានប្រាក់500,000យន់អនុញ្ញាតឲ្យខ្ញុំរៀបការជាមួយគាត់ហើយមួយទឹកអាពាហ៍ពិពាហ៍នេះពិតជាបន្ទាន់ណាស់នាងត្រូវតែរៀបការជាមួយគាត់ក្នុងរយៈពេល3ថ្ងៃតារាងកំណត់របស់កូនស្រីអ្នកប៉ុន្តែនាងគឺជាគូដ៏ល្អឥតខ្ចោះសម្រាប់យ៉ាង Master លោកពិភពលោកទាំងមូលដឹងចៅហ្វាយវ័យក្មេងទី2នៃក្រុមលោកកំពុងស្លាប់នាងបានរៀបការជាមួយគ្រួសារមូលនៅពេលនេះប្រសិនបើមនុស្សម្នាក់ស្លាប់ខ្ញុំខ្លាចថាខ្ញុំនឹងត្រូវការពីការដែលមានជីវិតនេះពេញមួយជីវិតរបស់ខ្ញុំនេះមិនដូចគ្នានឹងការរៀបការក្នុងរណ្ដៅភ្លើងទេដរាបណាគ្រួសារលូមិនប្រកាន់ថានាងទុកឲ្យតែ3ថ្ងៃខ្ញុំអាចរៀបការនៅថ្ងៃស្អែកខ្ញុំបានចិញ្ចឹមគាត់រហូតដល់ពេញវ័យដល់ពេលដែលគាត់ត្រូវតបស្នងដល់ក្រុមគ្រួសាររបស់គាត់ហើយបងស្រីច្បងរបស់ខ្ញុំបានរៀបការបងស្រីទី2របស់ខ្ញុំឆ្លាតហើយមានសមត្ថភាពសិក្សាប៉ុន្តែខ្ញុំមិនអាចទ្រាំទ្រនឹងការឲ្យនាងទៅសាលារៀនបានទេហើយខ្ញុំនៅស្ងៀមគាត់មិនដែលនិយាយតាំងពីកំណើតមកប្រាខ្ញុំទៅមនុស្សនេះខ្ញុំមិនចូលចិត្តទេលុយបណ្ណាការច្រើនម្ល៉េះវាមានតម្លៃណាស់នៅក្នុងចិត្តរបស់គាត់ខ្ញុំនឹងមកយកពួកគេក្នុងរយៈពេល3ថ្ងៃវាមានតម្លៃ500,000តើអ្នកកំពុងចូលនៅទីនោះដើម្បីអ្វីទៅវេចខ្ចប់របស់អ្នករៀបការក្នុងរយៈពេល3ថ្ងៃតើអ្នកខ្ញុំទេឥឡូវនេះយកវាទៅឆ្ងាយឲ្យលឿនកាន់មួយនេះដោយមិនបាច់កាន់អ្វីឆ្ងាយជាងនេះទេខ្ញុំចិញ្ចឹមវារយៈពេល5ឆ្នាំហើយវានៅតែមិនអាចនិយាយបានឯងទៅសាលាមានប្រយោជន៍អ្វីទៅឯងឥតប្រយោជន៍អ្វីខាត់លុយកូនប្រុសទី3វាមានតម្លៃណាស់សម្រាប់ឪពុករបស់អ្នកដែលបានចិញ្ចឹមអ្នកថ្ងៃនេះខ្ញុំបានចូលទៅក្នុងទ្វារគ្រួសារលូចាប់ពីពេលនេះទៅអ្នកត្រូវតែថែរក្សាលោកម្ចាស់វ័យក្មេងលូឲ្យបានល្អចូលធ្វើល្អចំពោះឪពុកម្ដាយក្មេករបស់អ្នកតើអ្នកទេកុំត្រឡប់មកវិញបើគ្មានអ្វីខុសទេវាបានមកដល់យ៉ាងលឿននឹងទាន់ពេលវេលាបងស្រីទី3ទាំងនេះគឺជានំប៉័ងសាច់ដែលអូនស្រីទី2របស់ខ្ញុំចូលចិត្តខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់មិនចង់ឲ្យពុករបស់គាត់ដឹងនោះទេតើនាងឃ្លាននៅក្នុងដៃរបស់គាត់រយៈពេលប៉ុន្មានគាត់ខ្លាចខ្ញុំនឹងបន្ទោសគាត់ប៉ុន្តែសម្រាប់ស្ត្រីជនបទអាពាហ៍ពិពាហ៍គឺជាការបដិញ្ញាចិត្តពេញមួយជីវិតតើអ្នកណាមិនខ្លាចឥឡូវនេះសូមបដូរចិញ្ចៀនគ្នាណាគូស្នេហ៍ប្រសិនបើជំងឺភ្នែករារាំងមនុស្សមិនឲ្យក្រៅពីដំណេកវាបានបង្ហាញថាកូនប្រុសរបស់គ្រួសារវ៉ាន់បានជំនួសកូនប្រមុំនៅក្នុងពិធីមង្គលការល្អណាស់យ៉ាងហោចណាស់គ្មានរូបថតត្រូវបានប្រើទេនោះជាកាយវិការដ៏សប្បុរសមួយកញ្ញាចៅហ្វាយវ័យក្មេងច្បងនិងអ្នកដទៃទៀតនឹងមិនត្រឡប់មកវិញទេរហូតដល់ពិធីមង្គលការចប់ពួកគេបានសុំឲ្យខ្ញុំនាំអ្នកត្រឡប់ទៅជួបចៅហ្វាយក្មេងទី2សិនវាហាក់ដូចជាពាក្យចាំអារ៉ាមទាំងនោះជាការពិតនេះដូចជាការយកអ៊ីកមកផ្ទះដែរតើខ្ញុំគួរបន្តអានទេលោកឆោជៀវចិនការរៀបការជាមួយអ្នកមិនមែនជាចិត្តណារបស់ខ្ញុំទេខ្ញុំមិនចង់ទេដោយសារតែខ្ញុំដើម្បីសម្លាប់មនុស្សស្លូតត្រង់ណាម្នាក់វាកើតឡើងថាយើងមិនទាន់បានជួបទំនាក់ទំនងនៅឡើយទេយកលុយនេះទៅហើយចេញទៅខ្ញុំបានរៀបចំអ្នកបើកបរម្នាក់សម្រាប់អ្នកនៅច្រកទ្វារវីឡារួចហើយអ្នកអាចចាក់ចេញនៅពេលណាក៏បានអ្នកនាងចៅខ្ញុំសុខសប្បាយទេកុំហៅមនុស្សសូមចាក់ទឹកមួយកែវមកខ្ញុំចេកពីឆ្នាំមួយថ្ងៃកលេចជុំវិញខ្លួនលឺតែពាក្យថាធាត់អង្ការសម្រក់អង្ការស្គមអង្ការបានរៀងស្អាតនឹងគេកែណោតែមកក្តាប់ទេចង្កេះឯងវិញមិនដឹងថានៅណាទេធ្វើការក៏ងាយហត់មានអារម្មណ៍ថាធុញទ្រាន់ខ្លាំងមែនតើធុញទ្រាន់នឹងការបាត់បង់នៅទំនុកចិត្តចំពោះខ្លួនឯងស្លៀកអីក៏មិនស្អាតស្លៀកអីក៏មិនសមសំខាន់ខំប្រឹងរកគ្រប់វិធីអស់ហើយក៏ប៉ុន្តែមិនទទួលបានលទ្ធផលល្អសោះតមហាផងហាត់ប្រាណផងខំប្រឹងញ៉ាំថ្នាំសម្រក់ផងក៏ប៉ុន្តែមិនទទួលបានលទ្ធផលញ៉ាំហើយកាន់តែអស់កម្លាំងលហិតលហើយធ្វើទុកធីងធងពិបាកក្នុងខ្លួនរៀករូបក្អួតចង្អោរជាដើមធ្វើឲ្យមានអារម្មណ៍ថាធុញមែនតើលេងចង់ញ៉ាំហើយផ្សិន
ឈប់សិនចង់បញ្ឈប់នៅបញ្ហាកាំងគីឡូបញ្ហាលើគីឡូលើខ្លាញ់មែនអត់បងអូនអាចសាក់ញ៉ាំជាមួយនឹងស្តាក់វីតាមីនកម្ពុជាសម្រក់ទម្ងន់យ៉ាសកាបាន50សែនស្រកលឿនសាហាវប្រៃផ្សាយត្រឹមតែមួយគ្រាប់ដំបូងទេណានឹងចូលទៅដុតបំផ្លាញជាតិខ្លាញ់ដែលកកស្ទះនៅតាមរាងកាយថាបងអូនមានបញ្ហាក្បាលពោះធំដើមដៃកពួនជើងធំបញ្ហាបឿកញ៉ាំអីក៏មិនស្រកពិបាកក្នុងការតមអាហារខ្ជិលហាត់ប្រាណតែចង់មករាងស្លឹមស្អាតញ៉ាំជាមួយនឹងយ៉ាសកា Body Shape បានធានាជូនតែម្ដងជាតិខ្លាញ់ជាតិពុលទាំងអស់ត្រូវបានដុតបំផ្លាញគ្មានសល់ទេជាពិសេសជាតិខ្លាញ់ត្រូវបានដុតបំផ្លាញហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសទៀតផងធ្វើឲ្យការស្រកគីឡូស្រួលខ្លួនមែនតើកាន់តែល្អថែមទៀតសម្រាប់បងអូនដែលគាត់ចូលចិត្តញ៉ាំជាមួយនឹងអាហារផ្អែមអាហារខ្លាញ់ដែលជារោគសញ្ញានៃការបង្កកើតមាននៅបញ្ហាធំនិងបញ្ហាជំងឺផ្សេងៗគឺវាជួយកាត់បន្ថយនៅចំណង់អាហារផ្អែមនិងអាហារខ្លាញ់ជួយឲ្យយើងញ៉ាំតិចក៏ប៉ុន្តែអាចឆ្អែតបានយូរម៉ោងសម្រួលដល់បញ្ហាកាពះពោះវៀនយ៉ាសកា Body Shape ជួយឲ្យការស្រកគីឡូរបស់បងដល់គោលដៅតែម្ដងចង់ស្រកប៉ុន្មានគីឡូក៏បានដែរឲ្យតែដាក់គោលដៅឲ្យបានច្បាស់មកព្រោះយ៉ាសកា Body Shape ស្រកលឿនសាហាវមែនតើត្រឹមតែមួយប្រអប់ដំបូងទេណាស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដងអ្នកសើចមុនគេរាងកាយរបស់ខ្ញុំម៉ាស៊ីនជំនួយដង្ហើមលែងមានប្រយោជន៍ទៀតហើយឪពុកម្ដាយរបស់ខ្ញុំចង់ធ្វើពិធីអបអរសាទរទ្វេដងសម្រាប់ខ្ញុំទោះបីជាខ្ញុំដឹងថានេះជាលិខិតសម្ងាត់សត្វភូមិក៏ដោយប៉ុន្តែខ្ញុំមិនអាចយកឈ្នះពួកគេបានទេតាមវិធីនេះខ្ញុំសោកស្ដាយណាស់កុំបារម្ភអីបន្ទាប់ពីអ្នកចាក់ចេញនៅថ្ងៃនេះខ្ញុំនឹងរៀបចំអ្វីគ្រប់យ៉ាងខ្ញុំនឹងមិនដែលធ្វើឲ្យអ្នកឬក្រុមគ្រួសាររបស់អ្នកមានការភ័ន្តច្រឡំឡើយតើអ្នកមិនអាចនិយាយបានទេអ្នកគួរតែសម្រាកហើយកុំនិយាយក្រៅពីនំប៉័ងសាច់ពីដុំប្អូនស្រីទី2របស់ខ្ញុំបានឲ្យខ្ញុំមិនទាន់បានញ៉ាំអ្វីនៅឡើយទេខ្ញុំឃ្លានណាស់សូម្បីតែនៅខាងក្រៅក៏ដោយអ្នកត្រូវតែក្រោកពីគ្រែតើអ្នកត្រូវការទៅបង្គន់ទេតើខ្ញុំត្រូវការជួយនាងទេខ្ញុំភ្នាល់ថាគ្មាននរណាម្នាក់បានញ៉ាំអ្វីនៅក្នុងពិធីមង្គលការថ្ងៃនេះទេបំពេញក្រពះរបស់អ្នកផ្អែមក្រអូបនិងទន់ភ្លន់តើនំខេកទាំងអស់នៅក្នុងទីក្រុងនេះឆ្ងាញ់ទេល្អណាស់ខ្ញុំគិតថាខ្ញុំកំពុងដេកលក់ហើយកញ្ញាចៅចាប់តាំងពីអ្នកមិនចង់ចាក់ចេញចូលចាប់ផ្ដើមថ្ងៃនេះអ្នកអាចធានាបានឥឡូវនេះថាអ្នកជាប្តីប្រពន្ធហើយដរាបណាខ្ញុំនៅរស់ខ្ញុំនឹងការពារអ្នករយៈពេល1ថ្ងៃទោះបីជាខ្ញុំពិតជាស្លាប់ឆាប់នេះក៏ដោយយើងនឹងរៀបចំអ្វីគ្រប់យ៉ាងសម្រាប់អ្នកនឹងមិនជាប់គាំងនៅលើផ្លូវទេអ្នកនឹងរស់នៅរហូតដល់100ឆ្នាំអ្វីតើអ្នកទើបតែនិយាយមែនទេអ្នកនឹងរស់នៅបានយូរក្នុងរយៈពេល67ឆ្នាំតើខ្ញុំយល់ច្រឡំថាគាត់មានអាយុ100ឆ្នាំមែនទេនេះជាលើកដំបូងខ្ញុំមានគំនិតអាត្មានិយមគ្មានអ្នកណាដឹងទេវាមិនមែនថាខ្ញុំមិនអាចនិយាយបានទេប៉ុន្តែខ្ញុំមិនអាចដោយសារតែការដុសពន្លកវាមិនឈឺទេដរាបណាខ្ញុំបើកមាត់បំណងប្រាថ្នាទាំងអស់នឹងคล้ายជាការពិតសមត្ថភាពរបស់ខ្ញុំនេះមានតម្លៃថ្លៃណាស់បែកអារម្មណ៍តាំងពីក្មេងមិនថាខ្ញុំបានប្រព្រឹត្តអាក្រក់យ៉ាងណាចំពោះអ្នកទេអ្នកតែងតែបែបនេះមើលទៅគួរឲ្យខ្លាចណាស់តើមនុស្សពីរនាក់មានប្រយោជន៍អ្វីគ្មានអ្នកណាម្នាក់ទេតើពួកគេធ្លាប់ពិតជាខ្វល់ខ្វាយពីបំណងប្រាថ្នានិងអារម្មណ៍របស់ខ្ញុំទេអាពាហ៍ពិពាហ៍ក្នុងគ្រួសារលូធានាថានឹងទទួលបានថ្លៃបណ្ណាការចំនួន500,000 យន់ការរៀបការជាមួយលូថេងៀនហាក់ដូចជាគំនិតល្អយ៉ាងហោចណាស់ខ្ញុំនឹងមិនត្រូវគេវាយដំឬស្ដីបន្ទោសទៀតទេលេងឃ្លានទៀតហើយនឹងមិនមានការងារធ្វើស្រែចម្ការដែលគ្មានទីបញ្ចប់នោះទេតើអ្នកអាចជួយខ្ញុំឡើងបានទេកូនកំឡោះលោកក្រវ័យក្មេងទី2គួរតែលាងសម្អាតប្រពន្ធម្នាក់ទៀតពួកគេថែមទាំងបានសុំឲ្យយើងរៀបចំសម្លៀកបំពាក់ថ្មីសម្រាប់ស្រីកំណានវ័យក្មេងទៀតផងខ្ញុំមិនដែលដឹងថាខ្ញុំអាចមានសម្លៀកបំពាក់ស្អាតបែបនេះទេស្រីកំណានវ័យក្មេងបានសុំឲ្យអ្នកចុះមកជាន់ក្រោមដើម្បីញ៉ាំអាហារពេលព្រឹកជីវ័យខ្ញុំនឹងចុះទៅជាន់ក្រោមជាមួយអ្នកតាមពិតទៅស៊ីវ័យស្គាល់ឈ្មោះខ្ញុំចុចខាងក្រោមដើម្បីមើលស៊េរីពេញលេញចេ
ចេពីថាមួយថ្ងៃកលេចជុំវិញខ្លួនលឺតែពាក្យថាធាត់ការសម្រក់ការស្គមការបានរៀងស្អាតទាំងគេគេណោតាមមកក្តាប់ទេចង្កេះឯងវិញមិនដឹងថានៅណាទេធ្វើការក៏ងាយហត់មានអារម្មណ៍ថាធុញទ្រាន់ខ្លាំងមែនតើធុញទ្រាន់នឹងការបាត់បង់នៅទំនុកចិត្តចំពោះខ្លួនឯងស្រីអីក៏មិនស្អាតស្រីអីក៏មិនសមសំខាន់ខំប្រឹងរកគ្រប់វិធីអស់ហើយក៏ប៉ុន្តែមិនទទួលបានលទ្ធផលល្អសោះតមអាហារផងហាត់ប្រាណផងខំប្រឹងញ៉ាំថ្នាំសម្រក់ផងក៏ប៉ុន្តែមិនទទួលបានលទ្ធផលញ៉ាំហើយកាន់តែអស់កម្លាំងលហិតលហើយធ្វើទុកធីងធងពិបាកក្នុងខ្លួនរៀករូបអួតចង្អោរជាដើមធ្វើឲ្យមានអារម្មណ៍ថាធុញមែនតើលេងចង់ញ៉ាំហើយសិនឈប់សិនចង់បញ្ឈប់នៅបញ្ហាកាំងគីឡូបញ្ហាលើគីឡូលើខ្លាញ់មែនអត់បងអូនអាចសាក់ញ៉ាំជាមួយនឹងស្តាក់វីតាមីនកម្ពុជាសម្រក់ទម្ងន់យ៉ាសកាបានហាសានស្រកលឿនសាហាវប្រៃផ្សាយត្រឹមតែមួយគ្រាប់ដំបូងទេណានឹងចូលទៅដុតបំផ្លាញចិត្តខ្លាញ់ដែលកកស្ទះនៅតាមរាងកាយថាបងអូនមានបញ្ហាក្បាលពោះធំដើមដៃកពួនជើងធំបញ្ហាបឺកញ៉ាំអីក៏មិនស្រកពិបាកក្នុងការតមអាហារខ្ជិលហាត់ប្រាណតែចង់បានរាងស្លឹមស្អាតញ៉ាំជាមួយនឹងយ៉ាសកា Body Shape បានធានាជូនតែម្ដងជាតិខ្លាញ់ចិត្តពុលទាំងអស់ត្រូវបានដុតបំផ្លាញគ្មានសល់ទេជាពិសេសជាតិខ្លាញ់ត្រូវបានដុតបំផ្លាញហើយបញ្ចេញចោលតាមរយៈទឹកនោមនិងការបែកញើសទៀតផងធ្វើឲ្យការស្រកគីឡូស្រួលខ្លួនមែនតើកាន់តែល្អថែមទៀតសម្រាប់បងអូនដែលគាត់ចូលចិត្តញ៉ាំជាមួយនឹងអាហារផ្អែមអាហារខ្លាញ់ដែលជារោគសញ្ញានៃការបង្កកើតមានបញ្ហាធំនិងបញ្ហាជំងឺផ្សេងគឺវាជួយកាត់បន្ថយនៅចំណង់អាហារផ្អែមនិងអាហារខ្លាញ់ជួយឲ្យយើងញ៉ាំតិចក៏ប៉ុន្តែអាចឆ្អែតបានយូរម៉ោងសម្រួលដល់បញ្ហាកាពះពោះវៀនយ៉ាសកា Body Shape ជួយឲ្យការស្រកគីឡូរបស់បងដល់គោលដៅតែម្ដងចង់ស្រកប៉ុន្មានគីឡូក៏បានដែរឲ្យតែដាក់គោលដៅឲ្យបានច្បាស់មកព្រោះយ៉ាសកា Body Shape ស្រកលឿនសាហាវមែនតើត្រឹមតែមួយប្រអប់ដំបូងទេណាស្រកពី3ទៅ8គីឡូស៊ីផុយតែម្ដង